ធនធានស្រុកខ្មែរដែលយើងចង់បានបងប្អូនបែបនឹងឲ្យដែលត្រូវការពិតមែនតែគាត់ឈប់រៀនថ្នាក់ទី9ប៉ុន្តែគាត់អាចរកចំណូលបានប្រហែលជារាប់ពាន់ដុល្លារមួយខែមែនទេបាទអានេះមួយខែតែវាត្រឹម3000មួយខែក្រោម3000ដុល្លារទេតែអានឹងមួយឯងបាទអាយុ19ឆ្នាំមកឬ13ឆ្នាំបងប្អូនអានឹងគឺថា3000ដុល្លារចុះអាផ្សេងបានអីទៀតអាផ្សេងវាបានមកគ្នាវាហ្នឹងអានេះវាឈុតគ្នាវាកម្លាំងពីរហ្នឹងអាចចូល5000ដុល្លារមួយខែហោចំណូលចូលដោយសារស្នាដៃឯងបាទបើឡើងមកសួរតាមដងមួយខែហៅបានប្រហែលជាចូល10000ដុល្លារដែរខែបើបូកអានោះវាអាចចូលអីអស់ចាមទេបងប្អូនខ្ញុំនិយាយអញ្ចឹងមិនមែនលើកទឹកចិត្តបងប្អូនឈប់រៀនអីមកធ្វើដូចបងប្អូននេះខ្ញុំមិនចង់និយាយប៉ុន្តែដោយសារបងប្អូនមានទេពកោសល្យបាទបើតាមស្ដាប់មើលទៅតាំងពីកើតមកប្រូចហ្នឹងគឺចូលចិត្តខាងម៉ាស៊ីននឹងតែម្ដងនេះគេហៅថាជំនាញចូលចិត្តលេងឡានចូលចិត្តលេងឡានចុះមុននឹងលោកឪពុកប្រាប់បងថាបើឡានខូចល្មមមិនបាច់យកទៅជាងទេអាហ្នឹងរឿងពិតទេអាចតែយើងអាចធ្វើខ្លះបានអូចេះហើយប៉ុន្តែមិនតម្លើងខ្លួនទេបាទនេះគេហៅថាជំនាញបងប្អូនជំនាញហើយនឹងទេពកោសល្យបើមានជំនាញដូចបងប្អូនគេថាជំនាញច្បាស់លាស់ប្រាក់រត់តាមហើយបាទអូខេមកសុំអែបតិចបងសុំអែបតិចមើលចូលមួយខែរកបានខ្ទង់10000ដុល្លារបងប្អូនតែឥឡូវស្អីទៀតបងប្អូនធ្វើបានអត់នេះយើងចេញមកទាំងអស់ហ្នឹងដល់បាទអានេះវាខូចយើងដើរខោបច្ចេកទេសអូដើរខុសបច្ចេកទេស